បាទនៅថ្ងៃទី17ហ្នឹងនៅព្រឹកថ្ងៃទី17ហ្នឹងអឺតាមព័ត៌មានអន្តរជាតិបានចុះផ្សាយថាផ្ទះលេខ2ផ្ទះលេខ2ស្គាល់ផ្ទះលេខ2ទេហ៎អឺក្នុងកំឡុងពេលចូលឆ្នាំ72ម៉ោងហ្នឹងមានមនុស្សស្លាប់រហូតទៅដល់191នាក់ក្នុងរយៈពេល72ម៉ោងនិងរបួសជាង900នាក់ជាង900នាក់ជាងដោយសារអីគេដោយសារតែគ្រោះថ្នាក់ចរាចរណ៍កំពុងតែបើកបរនៅលើដងផ្លូវក្នុងការវិធីគេហៅថាវិធីបន្ទឹករបស់គេនៅផ្ទះលេខ2ហ្នឹងការបាច់ទឹកការបាញ់ទឹកទៅវាបង្កឲ្យគ្រោះថ្នាក់ចរាចរណ៍លេងហើយស្លាប់អីក្រែគ្រាន់ដែរ200ជិត200នាក់ប្រហែលជាអាចដល់200នាក់ជាងបើបាញ់ទឹកនេះបាញ់ខ្លាំងមែនទែនដោយសារតែសបាយពេកបានដៃខ្មែរទៅសបាយចិត្តពេកនាំគ្នាលេងទឹកអញ្ចឹងមែនអីស្លាប់អស់ជិត200នាក់